รถยนต์กรงបោះពួយសន្សំនៅលើដងវិថីដ៏សែនវែងឆ្ងាយឆ្លងកាត់ព្រឹកព្រៃអ្នកតាវរផ្ទះអ្នកស្រុកអ្នកភូមិវាលស្រែចំការដាច់កន្ទុយភ្នែកបើយើងក្រឡេកទៅតាមបង្អួចនៃកញ្ចក់រថយន្តយើងឃើញពន្លឺដ៏ស្រទន់នៃព្រះច័ន្ទនាពេលរាត្រីដ៏សែនស្ងប់ស្ងាត់យូរម្ដងយើងមើលឃើញភ្លើងម៉ូតូឬឡានប្រជាជនឆ្លងកាត់មួយបើក្រឡេកនៅតាមចិញ្ចើមផ្លូវយើងបានឃើញពន្លឺដ៏ស្រទន់នៃភ្លើងអំពិលអំពែកនៅតាមស្លឹកឈើដោយពន្លឺដ៏ស្រទន់នៃព្រះច័ន្ទយើងក៏ឃើញមិនសូវច្បាស់នៅវាលស្រែដ៏ធំល្វឹងល្វើយដើមឈើខ្លះយើងសម្គាល់ថាជាដើមឈើអ្វីនិងដើមឈើឈ្មោះអីទៅតាមពន្លឺនៃព្រះច័ន្ទដែលចាំងជះទៅលើរុក្ខជាតិនានានៅតាមដងផ្លូវរុក្ខជាតិដើមឈើនានាហាក់បីដូចជារេរាំទៅតាមវាយោបក់បោករថយន្តក្រុងឆ្លងកាត់ពីភូមិមួយទៅភូមិមួយពីព្រៃមួយទៅព្រៃមួយពីចំការមួយទៅចំការមួយទៀតពេលខ្លះយើងឃើញផ្ទះប្រជាជនមួយនៅតាមដងផ្លូវដែលក្នុងផ្ទះនីមួយមានពន្លឺភ្លើងចង្កៀងម៉ាំងសុងផ្ទះខ្លះក៏ពុំមានអ្វីបំភ្លឺដែរពេលខ្លះយើងឆ្លងកាត់នៅចំការផ្សេងមានដូចជាចំការមខុដចំការក្រូចឬក៏ចំការល្ហុងដែលប្រជាពលរដ្ឋដាំនៅតាមដងផ្លូវបើយើងក្រឡេកទៅមើលក្នុងរថយន្តវិញអ្នកដំណើរខ្លះកំពុងតែអង្គុយសញ្ជឹងសញ្ចិតមើលទៅតាមបង្អួចឯអ្នកដំណើរខ្លះទៀតក៏បានលងលក់ទៅហើយមិនដឹងជារថយន្តធ្វើដំណើរដល់ទីណាទេបើយប់យ៉ាងនេះកន្លែងខ្លះក៏ចំណាំមិនសូវបានដែរដោយសារពេលនេះតាមដងផ្លូវក៏ពុំមានពន្លឺគ្រប់គ្រាន់គ្រាន់តែយើងអាចមើលឃើញអ្វីដោយស្រពិចស្រពិលដោយពន្លឺព្រះច័ន្ទតែប៉ុណ្ណោះយូរម្ដងយើងក្រឡេកឃើញមានសត្វរាត្រីចរដូចជាសត្វប្រចៀវសត្វជ្រឹងហើរនៅលើវេហាកំពុងតែស្វែងរកនៅចំណីអាហាររបស់វាក្រោមពន្លឺព្រះច័ន្ទធ្វើដំណើរបណ្ដើរគិតស្រមើស្រមៃនិងបណ្ដែតអារម្មណ៍ទៅតាមធម្មជាតិនាពេលរាត្រីបណ្ដើរស្រាប់តែឡានក្រុងឈប់ងក់អ្នកធ្វើដំណើរនៅក្នុងឡានក្រុងអ្នកខ្លះស្ទើរតែទប់មិនជាប់អ្នកខ្លះជ្រុលទៅមុខចំណែកឯខ្ញុំស្ទើរតែបុកក្បាលជាមួយកៅអីខាងមុខហើយដោយមិនដឹងថារថយន្តនេះឈប់ដើម្បីអ្វីទេហាក់បីដូចជាធ្វើដំណើរស្រុកសុកស្រាប់តែទុចងក់តែម្ដងនៅពេលនោះតាកុងរថយន្តក៏បានប្រាប់ពួកយើងថាស្រេចហើយរថយន្តខូចទៀតហើយខូចម្ដងនេះគឺពុំអាចជួសជុលបានទៀតទេហើយខណៈពេលនេះនៅទីកន្លែងនេះក៏ពុំមានផ្ទះប្រជាជនដែរគឺមានតែចំការនិងព្រៃព្រឹក្សាតែប៉ុណ្ណោះស្លាប់ហើយខ្ញុំ
មិនដឹងជាយប់នេះទៅគេងឯណាទេបើក្នុងរថយន្តក៏ក្តៅហើយមានតែទ្វារបើកចេញនៅក្បែរតកង់តែប៉ុណ្ណោះបន្ទាប់មកតកង់ឡានក៏ស្រែកហៅពួកយើងថាអ្នកទាំងអស់គ្នាអាចចុះមកសម្រាកនៅក្បែររថយន្តបានបើសិនអ្នកណាមានកន្ទេលឬក៏អាចមានតង់ក៏អាចបោះនៅក្បែររថយន្តក្រែងពេលព្រឹកឡើងម៉ោង3ឬម៉ោង4ក្រែងមានរថយន្តឆ្លងកាត់មកពីខេត្តឡើងទៅរាជធានីភ្នំពេញយើងអាស្រ័យជាមួយនឹងរថយន្តនោះបន្ទាប់មកពួកយើងក៏នាំគ្នាចុះពីរថយន្តក្រុងហើយក៏ដើរនៅក្បែររថយន្តនៅពេលដែលខ្ញុំចុះពីលើរថយន្តក្រុងខ្ញុំក៏ដើរក្បែររថយន្តជាមួយអ្នកដំណើរផ្សេងហើយខ្ញុំដើរទៅមុខរថយន្តក្រុងបន្តិចក៏ក្រឡេកមើលទៅឆ្ងាយក៏ឃើញមានភ្លើងផ្លុំនៅក្នុងចំការមួយដោយយប់ផងខ្ញុំមិនដឹងថាចំការនោះគឺជាចំការអ្វីឡើយដោយការឆ្ងល់របស់ខ្ញុំក៏ខ្ញុំធ្វើដំណើរតិចមានអ្នកធ្វើដំណើរមួយចំនួនបានសួរខ្ញុំថាតើបងឯងទៅណាខ្ញុំក៏ប្រាប់ពួកគាត់ថាខ្ញុំទៅកន្លែងនោះបន្តិចព្រោះខ្ញុំហាក់បីដូចជាមានឃើញផ្លុងនៅក្នុងចំការមួយនៅក្បែរនេះតែកង់ឡាននៅក្បែរនោះគាត់បានប្រាប់ខ្ញុំថាតាំងពីគាត់ចេះបើកឡានឬក៏ឆ្លងកាត់ទីកន្លែងនេះពុំមានប្រជាជនឯណាមកចាំចំការទេព្រោះភាគច្រើនចំការនៅទីនេះគឺប្រជាជនគេដាំចោលឬក៏គេដាំដើម្បីឲ្យចាំដីគេតែប៉ុណ្ណោះពេលដែលស្ដាប់ឮសម្ដីរបស់តែកង់ឡានខ្ញុំហាក់បីដូចជាមានអារម្មណ៍ឆ្ងល់ដែរថាតើភ្លើងដែលខ្ញុំឃើញនៅក្នុងចំការនោះគឺជាភ្លើងអ្វីខ្ញុំសួរតែកង់ឡានថាបងមានឃើញភ្លើងនៅក្នុងចំការនោះទេតែកង់ឡានថាខ្ញុំមិនបានឃើញទេប្រហែលជាប្អូនឯងច្រឡំនឹងភ្លើងអំពិលអំពែកឬក៏ភ្លើងអ្វីមួយហើយគាត់និយាយប្រាប់ខ្ញុំហើយក៏គាត់ដើរទៅមុខឡានដើម្បីមើលម៉ាស៊ីនឡានក្រែងអាចជួសជុលបានដោយការឆ្ងល់របស់ខ្ញុំក៏ចាប់ផ្ដើមធ្វើដំណើរតិចដោយស្ពាយសាក់កដោនៅខាងក្រោយខ្នងផងពេលខ្ញុំដើរបណ្ដើរខ្ញុំសេចក្ដីគិតបណ្ដើរខ្ញុំក៏ឃើញផ្លូវមួយដែលបត់ចូលទៅក្នុងចំការប៉ុន្តែភ្លើងនោះក៏ពុំទាន់បាត់ទៅណាដែរហាក់បីដូចជាភ្លើងចង្កៀងម៉ាំងសុងនៅពេលដែលចូលទៅដល់ក្នុងចំការនោះទើបខ្ញុំដឹងថាចំការនេះគឺជាចំការក្រូចហើយភ្លើងដែលខ្ញុំឃើញនោះគឺជាភ្លើងដែលភ្លឺចេញពីខ្ទមចាំចំការនៅឯកណ្ដាលចំការក្រូចនេះពេលដែលខ្ញុំឈានជើងដើរចូលក្នុងចំការសំដៅទៅខ្ទមដែលមានភ្លើងនោះរៀងជ្រៅបន្តិចស្រាប់តែមានអារម្មណ៍ហាក់បីដូចជាត្រជាក់ខុសប្លែកពីធម្មតាខ្ញុំក្រឡេកទៅមើលដើមក្រូចដែលដុះដេះដាសពេញចំការដែលមានផ្លែទុំខ្ចីខ្លះជ្រុះពាសពេញដីពេលដែលខ្ញុំចូលទៅដល់ខ្ទមចាំចំការភ្លាមខ្ញុំបានឃើញនារីម្នាក់អង្គុយបត់ជើងហាក់បីដូចជាអង្គុយសេចចិត្តពីរឿងអ្វីមួយនៅពេលនោះខ
ខ្ញុំបានសួរនាងថាអោប្អូនស្រីអើយដោយសារឡានខ្ញុំខូចនៅម្ដុំនេះតើខ្ញុំអាចស្នាក់អាស្រ័យនៅក្នុងខ្ទមរបស់ប្អូនស្រីមួយយប់បានទេនាងក្រឡេកមើលខ្ញុំហើយញញឹមតិចតិចដោយរូបសម្ផស្សដ៏ស្រស់ត្រកាលរបស់នាងហាក់បីដូចជាចាក់ដោតចំបេះដូងរបស់ខ្ញុំនាងក៏បាននិយាយមកកាន់ខ្ញុំថាអាបងអើយខ្ទមរបស់ប្អូនតូចណាស់មិនដឹងថាស័ក្តិសមនឹងអាបងឯងដែរឬអត់ដោយសារខ្ទមរបស់ប្អូនចាស់ផងហើយនឹងតូចផងប្រសិនបើអាបងឯងគិតថាស្នាក់នៅបានអញ្ជើញអាបងឯងចូលមកអង្គុយលេងសិនចាស់ចាំប្អូនចូលទៅយកទឹកឲ្យបងពិសាសិនខ្ញុំមានអារម្មណ៍ថាហាក់បីដូចជានាងធ្លាប់ស្គាល់ខ្ញុំឬក៏នាងកំពុងតែទទួលភ្ញៀវខ្ញុំបានដើរចូលទៅដល់ក្នុងខ្ទមរួចក៏ដាក់សាក់កាដូចុះរួចសញ្ជឹងគិតថាហេតុអ្វីបានជាចំការធំដល់ថ្នាក់នេះហើយមាននារីដ៏ស្រស់ស្អាតមកចាំចំការម្នាក់ឯងអារម្មណ៍មួយគិតថាប្រហែលជាឪពុកម្ដាយរបស់នាងនៅឯក្រោយចំការទេដឹងមិនដែលមាននារីដ៏ស្រស់ស្អាតឯណាមកអង្គុយចាំចំការតែម្នាក់ឯងនោះទេកំពុងតែអង្គុយគិតម្នាក់ឯងរៀងភ្លឹកបន្តិចស្រាប់តែមានដៃមួយមកប៉ះស្មាខ្ញុំយ៉ាងត្រជាក់ហើយប្រាប់ខ្ញុំថាអាបងអើយអាបងឯងពិសាទឹកសិនចាស់ហើយអាបងឯងមានពិសាបាយឬពិសាអាហារហើយឬនៅបើអត់ទេប្អូនរៀបចំអាហារជូននៅពេលនោះខ្ញុំបានឆ្លើយតបទៅនាងថាបានត្រឹមតែស្នាក់នៅក្នុងខ្ទមនេះត្រឹមតែមួយយប់ខ្ញុំអរគុណអ្នកនាងហើយអ្នកនាងអើយមិនដែលមានអ្នកណាចិត្តល្អយ៉ាងនេះទេដែលមិនស្គាល់ពីប្រវត្តិរបស់គេហើយហ៊ានឲ្យគេស្នាក់នៅក្នុងខ្ទមចុះចំណែកឪពុកម្ដាយរបស់នាងតើគាត់ទៅណាបាត់អស់ហើយបានជាស្មានេះមិនឃើញគាត់អញ្ចឹងនាងហាក់បីដូចជាទម្លាក់ទឹកមុខរៀងស្រកងោតស្រងាត់ហើយនាងបានសម្លឹងមុខមកខ្ញុំទាំងថ្ពាល់សងខាងក្រហមហាក់បីដូចចង់យំបន្តិចហើយនាងបានពោលថាអាបងអើយតាំងតែពីប្អូនមកលេងចំការដំបូងម្លេះពេលដែលឪពុកម្ដាយប្អូនត្រឡប់ទៅវិញគាត់មិនបានយកប្អូនទៅជាមួយទេគាត់ទុកឲ្យប្អូនមកចាំចំការតែម្នាក់ឯងមួយឆ្នាំម្ដងទើបឃើញពួកគាត់មកលេងម្ដងទោះបីជាប្អូនខំស្រែកអង្វរសុំគាត់ទៅផ្ទះវិញយ៉ាងណាក៏ដោយគាត់ហាក់បីដូចជាធ្វើមិនដឹងមិនឮស្ដាប់ប្អូនមិនបានទោះប្អូនយំសោកបោកខ្លួននៅក្នុងចំការក៏ដោយពេលខ្លះគាត់យកចំណីអាហារមកជូនប្អូនយ៉ាងពោះពាសពេលខ្លះគាត់ក៏ធ្វើកម្មវិធីឲ្យប្អូននៅក្នុងចំការនេះដែរតែនៅពេលដែលប្អូននិយាយកាន់ទៅគាត់ហាក់បីដូចជាធ្វើប្រងើយឬមិនដឹងពេលដែលគាត់មកម្ដងមើលទឹកមុខគាត់ហាក់បីដូចជាពិបាកចិត្តខ្លាំងណាស់ចំណែកឯម្ដាយប្អូនគិតតែពីយំហើយស្រែករកប្អូនអាបងអើយជីវិតអូនកំសត់ណាស់ពេលខ្លះអូនរកអ្វីយកមកហូបមិនបានផងពេលខ្លះដាច់បាយដាច់ទឹកយូរអូនដើររើសចំណីអាហារដែលគេចោលនៅតាមចិញ្ចើមផ្លូវពេលខ្លះអូនដាច់ទឹក
អូនត្រូវការដើរឆ្ងាយទំរំតែបានដងទឹកយកមកទុកហូបទុកពិសាបងអើយចំណែកអ្នកស្រុកអ្នកភូមិនៅទីនេះគេមិនដែលហ៊ានចូលចំការប្អូនទេដោយគេខ្លាចនិងគេមិនចង់ឲ្យមានរឿងនៅក្នុងចំការនេះផងពេលខ្លះប្អូនឃើញគេដើរនៅមុខចំការក៏ប្អូនស្រែកហៅគេហាក់បីដូចជាមិនចង់ឆ្លើយឆ្លងជាមួយប្អូនទេសូម្បីតែនិយាយមួយម៉ាត់ពេលខ្លះយប់ឡើងមានចៅចូលមកលួចបេះក្រូចពេលដែលឃើញប្អូនភ្លាមពួកគេហាក់បីដូចជាខ្លាចរអារត់ប្រសាចពេញចំការក្រូចបងអើយកាលប្អូននៅជាមួយនឹងឪពុកម្ដាយរបស់ប្អូនគឺមានញាតិផៅភូមិផងតែងតែមកប្រស្រ័យតាក់ទងនិងយកធុរៈគ្នាទៅវិញទៅមកតែនៅពេលដែលប្អូនមកចាំចំការម្នាក់ឯងហាក់បីដូចជាគ្មានអ្នកណាអើពើជាមួយប្អូនសោះបងអើយប្អូនបច្ចុប្បន្ននេះប្អូនរស់នៅតែម្នាក់ឯងនៅក្នុងខ្ទមមួយនេះពេលយប់ឡើងឬសូរសំឡេងខ្លាក្រហឹមឆ្កែលូអូនសែនផិតភ័យសែនខ្លាចជាពន់ពេកតែអូនមិនអាចទៅណាឆ្ងាយអំពីចំការក្រូចនេះបានទេ